tầm ông cháy ngày sao nhầm vô tay các bạn đây bong trong vô tôi với bong không prăng ở bên mặt hiền mà chúc chào trai thay do sai vặt chẳng mong ok bà chụp xua trang bà được chưa ok chất đón ngay cầm nọในการประกวดจมูกนึงซอยชบองกันนะซอยชบองบ้านพระดามเอาทาออกทรูเตลึกนี่แต่บะจองบางไซกับวัดก็ต่อฉลองกับวัดตะบองปีกันนะจะลองกับวัดปีกันนะ ấy nhầm tâm lan cho lười nhầm tươi mưa បើគេមានកវត្តទីកណាត់តែយើងមានអីទៅ nó miền ấy đấy មានតែដៃ miền tây đây ឲ្យតែឆៃរត់រួចពីដៃចិនចាងហ្នឹងតែយ៉ាងណាដែរមើលទៅរៀមច្បងគាត់ជាកលាដែលធ្លាប់ប្រកួតច្រើនហើយឆ្លងកាត់បទពិសោធន៍ច្រើនមែនទែនណា khơi gật lo gật chua bay cái bài gì nguồn អូរឿងក្បាច់អញ្ចឹងចិនចាងចូលឈរបាយក្បាច់មួយគាត់ឬក៏មិនដែរ nhóm trăm lần đầu lên công viên mà gật bay bách nhóm bay bài gật bốc nhóm bục đấy យោហើយអញ្ចឹងចង់វាយមួយណាជាងបើសិនជាសម្រាប់ចាងមកចង់វាយបែបណាជាង បែបណាក៏បានដែរ បែបណាក៏បាន អត់ទេ ចុះបើវាយក្បាច់ឥឡូវក្បាច់គេពេលទៅគេដេញចុះហ្នឹងមិនទៅ អត់ទេអត់បាច់អត់ឲ្យគេដេកចុះទេ យើងក្បាច់ដែរតែក្បាច់ល្អមើលដែរ បាច់អស់មើល សម្រាប់ការប្រកួតមួយរយៈក្រោយហ្នឹងមិនទៅ ខ្ញុំអត់អីហង លទ្ធផលមិនដែរការប្រកួតមួយរយៈ អត់ដែរចាញ់ ជុំនិយាយមែនអី បាទ មកបានប្រកួត រយៈពេលប៉ុន្មានដែរឆ្កែទាំងអស់នេះ ច្រើនហើយបងបើគិត អាចថាមួយឆ្នាំពីរឆ្នាំ តាំងពីខ្ញុំចូលវិញតាំងពី2025មកដែរចាញ់ហ៎ ចុងឆ្នាំឯ2025ចុងឆ្នាំទេ ចូលពីពាក្យកណ្ដាលឆ្នាំពាក្យកណ្ដាល ឆ្លងពាក់កណ្ដាលឆ្នាំអញ្ចឹងអាចថាចិត្តមួយឆ្នាំចុះព្រោះឥឡូវ2016 អត់ដែរ អត់ដែរចាញ់ទេមានឱកាសមកដណ្ដើមខ្សែក្រវ៉ាត់ជាមួយនឹងរៀមច្បងតែការប្រកួតម្ដងនេះថ្ងៃទីម៉ាន ថ្ងៃ24 ថ្ងៃ ជើងប្រគួត ធ្លាប់ដណ្ដើមខ្សែក្រវ៉ាត់ប្រហែលដង រត់ចូលលេងខ្សែវ៉ាត់ហ្គេមស្បឺតម្ដងហើយ ម្ដងយកខ្សែក្រវ៉ាត់ហ្មង បាទ ចូលលើកទី2នេះយកអត់មើលថា អត់ចាំដឹងទេបងវិញខ្សែច្បងកាត់ល្អដែរតាមទៅលើសង្គ្រាមហ្នឹង ធម្មតាការប្រកួតរបស់វិឆ័យជាកីឡាដែលគាត់ចូលចិត្តទាត់អីច្រើនប្រើកណ្ដាប់ដៃមួយអញ្ចឹងណាគិតថាអាវុធអីដែលជាឧបសគ្គសម្រាប់អាចារ្យមកទៅ ខ្ញុំគិតថាមានតែជឿគាត់ទេបើដៃអត់ខ្លាច អូអញ្ចឹងមានអាជើងឯង បាទ ដៃអត់ខ្លាចទេតែមានស្នៀតទប់នៅ ខ្ញុំមានណា មានហើយហាត់ប្រហែលខែសម្រាប់ទប់វិឆ័យ ខ្ញុំនៅហាត់នឹងក្លឹបរហូតមក អូអត់មានតាណាសោះហ្មងអញ្ចឹងមានថាត្រៀមសម្រាប់ឈ្នះវិឆ័យហើយ ព្រីមរហូត ហើយមុននៅប្រកួតមានគ្រូមានប្រាប់ថាមិនខ្លះ ខ្ញុំទូប្រាប់ឲ្យខំប្រឹងរហូតនឹងខ្សែច្បងទូប្រាប់រហូត ឲ្យ ខំប្រឹង ក៏ប្រាប់ថាឲ្យតែប្រឹងគឺបានជោគជ័យហ្នឹង បាទ សម្រាប់វិឆ័យជាកីឡាដែលមានបទពិសោធន៍ច្រើនអីច្រើនហើយយើងជាកីឡាក្មេងខ្ចីហ្នឹងគិតថាជាឱកាសស័ក្តិសមសម្រាប់យើងប៉ះរៀមច្បងហ្នឹង ខ្ញុំគិតថាតាក់សមនៅកម្មវិធីទៀតដល់ឱកាសបានជួបខ្សែច្បងខ្ញុំក៏ចង់ជួបអ្នកខ្លាំងដែរ មានគេថាចិនចាងធ្វើកលោអត់ដែរបានអាពេលប្រកួតអី format អីណាអត់ចាញ់ស្វ័យប្រវត្តិប្រហែលដងដែរអាហ្នឹងរឿងរ៉ាវបែបណាដែរហើយគិតថាម្ដងនេះខ្សែក្រវ៉ាត់មិនដែរ អាពេល1គីឡូយើងឡើងវិញយើងរៀងបដោយខ្ញុំថាដល់បានដល់1គីឡូយើងរៀងឡើងវាក់ធ្វើ ចុះម្ដងនេះ ដល់នេះអត់អីបងពេញតែមក អូឥឡូវសល់ប្រហែលគីឡូទៅគ្រប់ 66 សល់66បាយហុកបាន63 3កន្លះ អូចឹងស៊ីផុយទៅដល់ថ្ងៃ24ដែរតោះមានអីផ្ដាំផ្ញើទៅវិឆ័យមួយម៉ាត់ តំបងឆៃថ្ងៃសៅរ៍ខ្ញុំយកតែក្បាត់ដែរបងចង់យកទៅវិញបងខំប្រឹងឲ្យពីមាត់ភៀវមក ចុះក្រៅវិឆ័យថាយកខ្សែវ៉ាត់ចឹងហ្មងតោះអរគុណច្រើនណាស់